តើអ្នកដឹងទេអាហារអ្វីខ្លះដែលជួយទៅដល់គោលការណ៍ឈាមក្រហមរបស់យើងសូមគោរពជម្រាបសួរលោកយាយលោកតាអ៊ំពូមីងបងប្អូនទាំងអស់គ្នាបាទកម្មវិធីសុខភាពគ្រួសារខ្ញុំនិងអ្នកបានវិលត្រឡប់មកវិញទៀតហើយដែលខ្ញុំថ្ងៃនេះដកស្រង់ចេញពីអង្គការសុខភាពពិភពលោកដែលនិយាយពាក់ព័ន្ធជាមួយនឹងសុខភាពរបស់បងប្អូនទៀតហើយគឺពាក់ព័ន្ធជាមួយនឹងអាហារដែលជួយឲ្យមានគោលការណ៍ឈាមក្រហមកើតឡើងជុំក្នុងរាងកាយរបស់បងប្អូនទាំងអស់គ្នានឹងយ៉ាងល្អប្រសើរផងដែរបងប្អូនទាំងគ្នាកុំឲ្យខាតពេលវេលាយូរខ្ញុំសូមធ្វើការដកស្រង់នៅប្រមាណជា3ចំណុចដែលសំខាន់ទៀតហើយគឺជារបបអាហាររបស់បងប្អូនទទួលទានរាល់ថ្ងៃនឹងឯងទី1គឺប្រភេទសាច់ក្រហមបងប្អូនណាប្រភេទសាច់ក្រហមជាសាច់គោបាទសាច់ក្របីក៏ដោយចោះឬក៏សាច់ត្រីនិងសាច់ជ្រូកដែលមានលក្ខណៈជាប្រភេទសាច់ក្រហមណាបងប្អូនសាច់ក្រហមហ្នឹងគឺជាប្រភេទសាច់ដែលនឹងជួយឲ្យបងប្អូនទាំងគ្នាបង្កើតនៅឈាមក្រហមបានយ៉ាងលឿនផងដែរណាបងប្អូនរីឯចំណុចទី2គឺប្រភេទត្រីសមុទ្របាទប្រភេទត្រីសមុទ្រគឺមានចំណែកជួយឲ្យបងប្អូនទាំងអស់គ្នាបង្កើតគោលការណ៍ឈាមក្រហមផងដែរក្នុងចំណុចទី3គឺបន្លែដូចជាស្ពៃបាទនិងផ្លែឈើដូចជាផ្លែកូលែននេះជាដើមគឺប្រភេទនេះគឺសម្បូរទៅដោយសារជាតិដែលជួយឲ្យបង្កើតគោលការណ៍ឈាមក្រហមដូច្នេះហើយបងប្អូនធ្លាប់ឃើញអ្នកដែលស្លេកស្លាំងឬក៏ថយចុះនៃគោលការណ៍ឈាមក្រហមនេះហ្នឹងគឺបងប្អូនអាចនឹងទទួលទានអាហារទាំងអស់នេះវានឹងជួយឲ្យបងប្អូនទាំងអស់គ្នាមានភាពល្អប្រសើរនៅក្នុងសុខភាពរបស់បងប្អូនទាំងអស់គ្នាផងដែរបាទកលឹះសំខាន់ណាបងប្អូនទាំងអស់គ្នាគេបញ្ជាក់ថាកលឹះដែលសំខាន់ដែលបងប្អូនគួរតែអនុវត្តបាទគឺការទទួលទានគួរតែជារៀងរាល់ថ្ងៃណាបងប្អូនប្រសិនបើអាហារ3ពេលរបស់បងប្អូនទាំងគ្នាហ្នឹងគឺមានពេលណាមួយដែលបងប្អូនទាំងអស់គ្នាមានអាហារប្រភេទនេះគឺជារឿងចាំបាច់និងល្អប្រសើរខ្លាំងណាស់ទី2គឺសូមបងប្អូនទាំងគ្នាទៅពិនិត្យមើលនៅរាងកាយរបស់បងប្អូនទាំងគ្នាមានតែប្រព័ន្ធរំលាយអាហាររបស់បងប្អូនទាំងគ្នាប្រយ័ត្នប្រព័ន្ធរំលាយអាហារបងប្អូនខ្សោយដែលធ្វើឲ្យទទួលទានដែរប៉ុន្តែវាអត់បង្កើតឲ្យធម្មពលឬក៏គោលការណ៍ឈាមក្រហមនឹងបានលឿនអញ្ចឹងក៏បងប្អូនត្រូវតែពិនិត្យមើលនៅប្រព័ន្ធរំលាយអាហាររបស់បងប្អូនទាំងអស់គ្នាផងដែរចំណុចមួយទៀតដែលបងប្អូនជាកលឹះដែរនោះបងប្អូនត្រូវតែជៀសវាងឬក៏កាត់បន្ថយនៅប្រភេទភេសជ្ជៈបាទផ្អែមពេកឬក៏ផ្អាប់បាទបងប្អូនត្រូវតែជួយបញ្ជៀសនិងកាត់បន្ថយផងដែរបាទហើយនឹងមានអាហារមួយចំនួនទៀតដែលជាវាមានប្រតិកម្មជាមួយនឹងរាងកាយរបស់បងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាម្នាក់តែតែមានណាគេហៅថាញ៉ាំអាហារណាមួយវាអាចនឹងមានអាការៈប្រតិកម្មជាមួយរាងកាយគឺបងប្អូនត្រូវតែជៀសវាងណាអញ្ចឹងបើសិនបើតាមរយៈអង្គការសុខភាពពិភពលោកបានបញ្ជាក់ថាកុមារបាទកម្ពុជាមានប្រមាណរហូតដល់ទៅជាង 20% ដែលកង្វះនៅគោលការណ៍ឈាមក្រហមឬហៅកង្វះនៅអាហារូបត្ថម្ភដែរហ្នឹងបាទដែលធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាទទួលទាននៅអាហារដែលខ្ញុំរៀបរាប់នៅខាងលើនោះវានឹងមានប្រយោជន៍ទៅដល់សុខភាពរាងកាយទៅដល់កូនៗរបស់បងប្អូនទាំងគ្នានិងបងប្អូនទាំងអស់គ្នាផងដែរបាទវីដេអូនេះគឺខ្លីបែបនេះហើយប្រសិនបើឃើញថាវីដេអូនេះមានប្រយោជន៍សូមបងប្អូនទាំងគ្នាជួយ like ជួយ share ក៏ដូចជាបាទបងប្អូនអាចមានការ comment បានចំពោះខ្ញុំរីករាយក្នុងការទទួលយកនៅការចែករំលែករបស់បងប្អូនទាំងអស់គ្នាហើយប្រសិនបើគិតថាវីដេអូនេះមានសារៈប្រយោជន៍សូមជួយ like ជួយ share ផងដែរជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណជម្រាបលា